កំរងរឿងព្រេងនិទានខ្មែររឿងប្រាសាទតាព្រំបើយើងធ្វើដំណើរចេញពីក្រុងភ្នំពេញទៅតាមផ្លូវជាតិលេខ2ចម្ងាយ32គីឡូម៉ែត្រដល់ទៅត្រង់អូរូងក្នុងស្រុកបាទីខេត្តតាកែវបត់ទៅស្ដាំចំនួន2គីឡូម៉ែត្រក្នុងឃុំក្រាំងធ្នង់ស្រុកខេត្តដដែលនឹងឃើញទន្លេបុរាណមួយមានមណ្ឌលរាងត្រវែងបណ្ដោយថ្ងៃមានទឹកល្ហល្ហេវខួបប្រាំងខួបវស្សាហៅថាទន្លេបាទីក្បែរឆ្នេរខាងត្បូងនៃទន្លេនោះមានប្រាសាទ2ប្រាសាទតាព្រំ1ប្រាសាទយាយពៅ1រឿងព្រេងទាក់ទងដោយដើមកំណើតនៃប្រាសាទនេះមានដំណាលដូចតទៅកាលស្ដេចព្រះនាមព្រះកេតុមាឡាសោយរាជ្យនៃមហានគរជាស្ដេចមានបិណ្ឌអស្ចារ្យវេលាមួយស្ដេចប្រងអផ្សុកក្នុងព្រះរាជហឫទ័យគង់ប្រាសាទពុំបានទ្រង់យាងកំសាន្តព្រះរាជហឫទ័យជាមួយនឹងរាហពលដោយផ្លូវនាវាតាមឆ្នេរសមុទ្រត្រីខាងត្បូងលុះយាងទៅដល់ទន្លេបាទីទ្រង់ចតព្រះទីនាំងនាវានៅត្រីនោះដោយសោមនស្សហើយទ្រង់បោះព្រះពន្លាជ័យសម្រាប់ព្រះអង្គនៅក្នុងទីនោះពេលនោះអ្នកស្រុកប្រុសស្រីទាំងអស់បានឮដំណឹងថាស្ដេចយាងពីនគរវត្តមកដោយមិនដែលឃើញស្ដេចសោះក៏នាំគ្នាច្រើនអ៊ូអែមកថ្វាយបង្គំគាល់យកអាគរសួរមកថ្វាយព្រះអង្គគ្រប់គ្នាកាលនោះមានយាយម្នាក់មានភោគសម្បត្តិស្ដុកស្ដំជាងអ្នកស្រុកទាំងអស់គាត់មានកូនក្រមុំមួយឈ្មោះនាងពៅមានរូបឆោមលោមពណ៌ល្អជាងស្រីទាំងពួងគាត់នាំកូនក្រមុំមកគាល់ស្ដេចរាល់ថ្ងៃព្រះមហាក្សត្រទ្រង់ទតឃើញរូបនាងនោះក៏មានព្រះរាជហឫទ័យប្រតិព័ទ្ធទ្រង់ចំអន់លេងរាល់ពេលវេលាយាយដឹងថាស្ដេចសពព្រះរាជហឫទ័យនឹងកូនក្រមុំរបស់ខ្លួនក៏លើកនាងថ្វាយជាព្រះទេពីស្ដេចបាននាងពៅធ្វើជាអគ្គមហេសីទ្រង់សពព្រះរាជហឫទ័យនឹងនាងពៅពុនប៉ែកព្រោះជាស្រីមានរូបឆោមលោមពណ៌ល្អស្ដេចគង់នៅទីនោះបាន3ខែនាងក៏មានកប់លុះនាងមានកប់បាន3ខែព្រះរាជាទ្រង់មានព្រះរាជបន្ទូលថាចូលប្អូននៅក្នុងទីនេះចុះពីព្រោះមានមេដានៅថែរក្សាឯបងសូមលាត្រឡប់ទៅមហានគរវិញហើយទ្រង់ព្រះរាជទានព្រះទម្រង់មួយទុកជាគេដន្ថាបើព្រះរាជបុត្រប្រសូតមកកាលណាធំដឹងក្តីឡើងចង់ទៅសួររកបងចូលឲ្យពាក្យព្រះទម្រង់នេះយកទៅជាសាក្សីនាងពៅបានស្ដាប់ព្រះបន្ទូលដូច្នេះក៏សោកសង្ស្រេងអាឡោះអាល័យព្រះស្វាមីក្រៃពេកដោយទ្រង់មិនឲ្យនាងទៅតាមផងព្រះរាជាទ្រង់ផ្ដាំស្រេចហើយទ្រង់ស្ដេចយាងទៅកាន់មហានគរវិញក្រោយមកគប់នាងពៅគ្រប់ខែក៏ប្រសូតបានព្រះរាជបុត្រប្រុសមួយមានរូបល្អពិសីទ្រង់ទ្រាយដួតព្រះវរបិតាមេត្តាឲ្យនាមថាអង្គព្រំកុមារដោយហេតុថាព្រះរាជកុមារប្រសូតនៅព្រំដែនទន្លេនោះលុះព្រះរាជកុមារធំឡើងបានប្រជញ្ញ16ឆ្នាំសួររកបិតានាងពៅដំណើរប្រាប់សពគ្រប់ហើយព្រះរាជកុមារចំតែតាមព្រះបិតាឯមហានគរមេត្តាក៏បានដោះព្រះទម្រង់មានឯព្រះរាជបុត្រពាក់នៅម្រាមព្រះហស្ថខាងស្ដាំហើយព្រះរាជបុត្រថ្វាយបង្គំលាមេត្តាឡើងគង់លើសេះយាងតាមឆ្នេរសមុទ្រទៅនោះលុះបានទៅដល់ខ្លោងទ្វារព្រះមហានគរបាំងសួរអ្នកចាំទ្វាររកព្រះបិតាណៃឆ្មងទ្វារបានស្ដាប់ក៏ចាត់មន្ត្រីឲ្យទៅក្រាបបង្គំទូលស្ដេចទ្រង់ជ្រាបទ្រង់មានព្រះតម្រាស់ទៅចូលទៅអង្គព្រំក៏ចូលទៅក្រាបបង្គំព្រះបិតាហើយដោះព្រះទម្រង់ថ្វាយស្ដេចទ្រង់ស្គាល់ច្បាស់ជាព្រះរាជបុត្រពិតមែនដោយទ្រង់បានឃើញព្រះទម្រង់ហើយទ្រង់ចាត់អង្គព្រំឲ្យមកធ្វើជាចៅវាយស្រុកនៅត្រីទន្លេនោះដោយហេតុថាអង្គព្រំប្រសូតនៅទីនោះផងដោយទីនោះពុំទាន់មានណាឈរត្រួតត្រាផងក៏ទ្រង់ធ្វើព្រះរាជសារមានតាំងអង្គព្រំជាស្ដេចក្រាញ់មួយអង្គជាធំនៅស្រុកនេះហើយដោយហេតុអង្គព្រំជាស្ដេចជាមេបានៅស្រុកនោះមុនគេបានជាស្រុកនោះឈ្មោះស្រុកបាទីទន្លេនោះឈ្មោះទន្លេបាទីគឺទីរបស់ស្ដេចជាបាពីត្រឹមនោះមកលុះអង្គព្រំបានជាស្ដេចក្រាញ់នៅស្រុកនោះហើយទ្រង់បានចាត់ឲ្យសាងប្រាសាទ2មួយជូនមេត្តាមួយគង់នៅផ្ទាល់អង្គព្រំឯងហើយចាត់ចែងធ្វើបន្ទាយពួតជុំវិញដំណាក់ឯទៀតជាច្រើននៅក្បែរប្រាសាទនោះជាទីក្រសាលនិងជាទីធ្វើការរាជការផ្សេងតាមមុខក្រសួងណាស់មានសពមុខមន្ត្រីទីបរិវេណនៃប្រាសាទទាំងនេះសពថ្ងៃជាទីវត្តមួយឈ្មោះវត្តទន្លេបាទីជារមណីយដ្ឋានមួយដែលពួកទេសចរច្រើនចូលចិត្តទៅទស្សនា